ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំឈ្មោះសួនឆៃងិនដែលជា Channel របស់នាងខ្ញុំផ្ទាល់ថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបស្ងោរម្រះឲ្យមានរសជាតិឆ្ងាញ់ពិសាដំបូងខ្ញុំមានម្រះចំនួន3ផ្លែធំបន្ទាប់មកខ្ញុំយកវាទៅកាត់ជាកង់បងប្អូនពេលដែលកាត់ជាកង់ហើយខ្ញុំយកវាទៅខ្វេះគ្រាប់ចេញបងប្អូនខ្វេះគ្រាប់ចេញឲ្យស្អាតសឹមយើងយកទៅលាងទឹកចេញបន្ទាប់ពីខ្វេះគ្រាប់ម្រះរួចហើយខ្ញុំយកសាច់ជ្រូកដែលលាងទឹកហើយយកមកលើយស្បែកចេញបងប្អូនលើយស្បែកចេញហើយខ្ញុំយកវាទៅចិញ្ច្រាំឲ្យម៉ត់បងប្អូនពីព្រោះស្ងោរម្រះយើងចិញ្ច្រាំឲ្យម៉ត់ទៅសឹមយើងយកទៅញាត់ជាមួយសាច់អញ្ចឹងខ្ញុំធ្វើការយកមកហាន់វាជាដុំតូចហើយចាំយកទៅចិញ្ច្រាំពេលដែលសាច់យើងចិញ្ច្រាំរាងម៉ត់បន្តិចហើយខ្ញុំដាក់ខ្ទឹមសចំនួន4កំពឹសបងប្អូនដាក់ខ្ទឹមសរួចហើយខ្ញុំបន្ថែមជាមួយស្លឹកត្រចៀកកតោបងប្អូនចំណែកស្លឹកត្រចៀកកតោនេះដែរតាមចំណូលចិត្តរបស់បងប្អូនទៅបើសិនជាបងប្អូនអត់សូវចូលចិត្តបងប្អូនបាច់ដាក់ក៏បានដែរតែចំណែកខ្ញុំចូលចិត្តស្លឹកត្រចៀកកតោអញ្ចឹងខ្ញុំដាក់ស្ងោរទៅវាបន្ថែមរសជាតិកាន់តែឆ្ងាញ់សម្រាប់ស្លឹកត្រចៀកកតោនេះដែរបងប្អូនយកវាទៅស្រុះជាមួយទឹកក្តៅបន្តិចបងប្អូនស្រុះជាមួយទឹកក្តៅបន្តិចហើយយកវាមកចិញ្ច្រាំជាមួយសាច់យើងធ្វើការចិញ្ច្រាំវាឲ្យរាងម៉ត់បន្តិចទៅបងប្អូនបន្ទាប់មកខ្ញុំដាក់ត្រីយូហឺហេប៊ីបងប្អូនត្រីយូហឺហេប៊ីយើងដាក់ទៅវាបន្ថែមរសជាតិសម្លយើងឲ្យមានក្លិនឈ្ងុយហើយរសជាតិឆ្ងាញ់ពិសាសម្រាប់មុខម្ហូបនេះដែរយើងចំណាយលុយតិចហើយគ្រឿងផ្សំក៏មិនសូវជាច្រើនទេបងប្អូនហើយវិធីធ្វើក៏ងាយស្រួលធ្វើដែរអត់ពិបាកទេសម្រាប់វិធីធ្វើវិញខ្ញុំបញ្យល់នៅក្នុងវីដេអូនេះច្បាស់បើសិនជាបងប្អូនមានចម្ងល់មិនយល់កន្លែងណាបងប្អូនអាចខមមិនសួរនៅខាងក្រោមវីដេអូនេះបានងាកមកមើលមុខម្ហូបរបស់យើងវិញសាច់ជ្រូកនិងស្លឹកត្រចៀកកតោខ្ញុំចិញ្ច្រាំវាឲ្យម៉ត់រួចហើយខ្ញុំបន្ថែមការ៉ុតចំនួនបន្តិចបងប្អូនបន្ថែមការ៉ុតហ្នឹងដើម្បីឲ្យសាច់យើងចិញ្ច្រាំទៅវាមានពណ៌កាន់តែស្អាតសម្រាប់មុខម្ហូបនេះដែរបើសិនជាបងប្អូនចង់សៀវលុយត្រូវហើយពីព្រោះសម្លនេះយើងទុកកាន់តែងុំកាន់តែមានរសជាតិឆ្ងាញ់បើសិនជាយើងស្ងោរហូបភ្លាមអត់សូវឆ្ងាញ់ទេបងប្អូនបើសិនជាយើងទុករាងងុំនឹងសម្លយើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ពេលដែលចិញ្ច្រាំសាច់បានម៉ត់ល្អហើយខ្ញុំដួសដាក់ចានរួចហើយខ្ញុំហាន់ទឹកខ្ទឹមជាចំណិតតូចបន្ទាប់មកខ្ញុំដាក់ស្ករបន្តិចមកប៊ីចេងទឹកត្រីនិងទឹកប្រេងខ្យងសម្រាប់ទឹកប្រេងខ្យងបងប្អូនខ្ញុំដាក់រាងច្រើនបន្តិចដើម្បីឲ្យសាច់យើងមានក្លិនឈ្ងុយឆ្ងាញ់ពេលដែលដាក់ទឹកប្រេងខ្យងរួចហើយបងប្អូនកុំភ្លេចដាក់ម្រេចចូលពីព្រោះម្រេចរបស់យើងវាអាចនឹងកាត់បន្ថយក្លិនឆ្អាបហើយជួយបន្ថែមសម្លយើងឲ្យមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនដាក់ម្រេចរាងច្រើនបន្តិចមកសម្រាប់គ្រឿងផ្សំនេះដែរបងប្អូនដាក់តាមបរិមាណសាច់របស់យើងទៅកុំដាក់ប្រៃពេកពីព្រោះយើងថែមគ្រឿងនៅក្នុងទឹកស៊ុបបន្ថែមទៀតអញ្ចឹងបងប្អូនដាក់តាមបរិមាណសាច់របស់យើងបន្ទាប់មកយើងធ្វើការច្របល់សាច់និងគ្រឿងឲ្យចូលជាតិគ្នាបងប្អូនយើងច្របល់ទៅច្របល់មកឲ្យសាច់របស់យើងចូលជាតិគ្នាពេលដែលសាច់ច្របល់ចូលជាមួយគ្រឿងចូលជាតិគ្នាសព្វហើយខ្ញុំយកទៅញាត់ជាមួយម្រះបងប្អូនសម្រាប់ម្រះនេះដែរនាងខ្ញុំយកវាទៅស្រុះជាមួយទឹកក្តៅសិនបងប្អូនយកម្រះទៅស្រុះជាមួយទឹកក្តៅដើម្បីកុំឲ្យមានក្លិនក្រពុលបងប្អូនបន្ទាប់មកកុំឲ្យវាល្វីងពេកបើសិនជាបងប្អូនចូលចិត្តល្វីងបងប្អូនបាច់ស្រុះក៏បានដែរតែចំណែកខ្ញុំយកវាទៅស្រុះទឹកក្តៅចំនួន 4-5 នាទីសិនសិមយកវាមកញាត់ជាមួយសាច់បងប្អូនពេលដែលញាត់ជាមួយសាច់បងប្អូនញាត់វាឲ្យណែន
ងាត់វាឲ្យរាងណែនបន្តិចកុំឲ្យពេលដែលយើងស្ងោរទៅវាអាចនឹងសាច់នឹងលូនចេញក្រៅអញ្ចឹងបងប្អូនញាត់វាឲ្យរាងណែនបន្តិចបើសិនជាញាត់រាងធូរនឹងសាច់យើងវាអាចនឹងលូនចេញពីម្រះបើសិនជាបងប្អូនមិនទុកចិត្តខ្លាចម្រះនឹងសាច់លូនចេញក្រៅបងប្អូនអាចយកឈើល្អមួយយកមកដោតកន្លែងខាងលើបងប្អូនដោតកន្លែងខាងលើទៅដើម្បីបាំងសាច់របស់យើងកុំឲ្យលូនចេញក្រៅបងប្អូនឥឡូវសាច់របស់យើងបានញាត់ចូលម្រះរួចហើយបន្ទាប់មកយើងទៅមើលទឹកសម្លរបស់យើងទឹកសម្លរបស់យើងបានពុះហើយបន្ទាប់មកខ្ញុំដាក់ម្រះនិងផ្សិតខ្មៅរងាស់ចូលគ្នាបងប្អូនយើងរងាស់វាឲ្យរាងយូរបន្តិចទៅបងប្អូនបន្ទាប់មកខ្ញុំបន្ថែមសាច់ដែលយើងនៅសល់ពីញាត់ម្រះហ្នឹងបន្ថែមយើងពូតវាដុំតូចទៅដាក់នៅក្នុងស្ងោរម្រះហើយខ្ញុំបន្ថែមការ៉ុតដែលនៅសល់ពីយើងចិញ្ច្រាំជាមួយសាច់ហ្នឹងបងប្អូនដាក់វាចូលគ្នារងាស់វាឲ្យយូរបន្តិចទៅបងប្អូនពេលដែលរងាស់បងប្អូនមិនបាច់ដាក់ភ្លើងខ្លាំងបងប្អូនដាក់ភ្លើងតិចបានហើយដើម្បីឲ្យសម្លរបស់យើងវាកាន់តែងុំល្អអំឡុងពេលដែលរងាស់ម្រះបងប្អូនថែមទឹកត្រីស្គរប៊ីចេងដុំស៊ុបខ្នុរឲ្យហើយបងប្អូនឲ្យវាចូលជាតិគ្នាបងប្អូនដាក់តាមបរិមាណដែលបងប្អូនចូលចិត្តទៅឥឡូវសម្លស្ងោរម្រះរបស់ខ្ញុំឆ្អិនហើយបងប្អូនសូមអរគុណបងប្អូនដែលតែងតាចូលចិត្តទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងមួយផងបងប្អូនសូមអរគុណ